រស់នៅនោះតាំងពីឆ្នាំ2003គេអត់តន់ធ្វើផ្លូវធ្វើអីទេចាគេអត់តន់ធ្វើផ្លូវគេអត់តន់ធ្វើអីនាំគ្នាប្តីប្រពន្ធដើរថៃឡាវយើងឃើញគេហៅមុំ3អត់បងព្រោះបើសិនគេបើកច្រកនេះគឺ3ប្រទេសខ្មែរយើងមកច្រកឡាវមកច្រកថៃមកច្រកអញ្ចឹងបានខ្ញុំថាបើសិនខ្ញុំចង់ឲ្យសុខស្រួលគ្នាទៅខ្ញុំចង់ឲ្យបើកច្រកនេះអូយគាត់ពិបាកវេទនាហើយអ្នកជួមុខគ្នានៅដេកត្រាំទឹកត្រាំផុកនៅក្នុងលេនឋានណាមើលទៅឃើញសំណោះហើយខ្ញុំឃើញតែក្របភ្នែកលួងឡោតចានៅខ្ញុំទៅតាមប្តីខ្ញុំដល់នៅមុខជួមុខទៅអាកន្លែងដែលអត់មានសេវានៅមុខទៅមួយគេនៅមុខចាហើយស្រីអត់មានណាទេមានតែខ្ញុំហ្នឹងឯងទៅតាមប្តីអត់ទេខ្ញុំអត់បានឃើញទេខ្ញុំចុះមកផុតខ្ញុំអត់នៅទេខ្ញុំចុះមកក្រោមចាប៉ុន្តែបាញ់ប្រើប្តីខ្ញុំឲ្យចុះមុនប្តីខ្ញុំថាផែនការអត់ស្រួលទេកូនចុះទៅខ្ញុំក៏ចុះមកដល់ពេលចុះមកព្រឹកឡើងម៉ោង4គាត់ទេប្រាប់ថាលឺគ្រាប់ភ្លើងអត់ខ្ញុំថាអត់លឺទេគេបាញ់គ្នាឯងបាញ់ជាមួយណាថាបាញ់ជាមួយថៃចុះខ្ញុំរៀបអីវ៉ាន់រត់ណាគាត់ថាគាត់ថាឯងត្រៀមគាត់ឯងត្រៀមអីវ៉ាន់រត់ក៏ត្រៀមទៅខ្ញុំនាំគ្នាដាក់កូនជូនស្អីទៅមួយឡានទៅដាក់បាយដាក់ម្ហូបទៅគ្រាប់ចេញមកគ្រាប់តែដំបងអត់លឺទេចាតែគ្រាប់អាធំមកគ្រាប់ចេញទៅបាននាំគ្នាអត់ដឹងទេយើងនៅហ្នឹងក៏អត់ដឹងដែរដឹងតែហ៊ាននៅជួរមុខដែរគាត់មេអីគាត់នៅជាមួយគាត់ដឹងអញ្ចឹងទៅគាត់ចេះតែចលះប្រពន្ធគ្រួសារទៅហ៊ានឲ្យចុះឲ្យអស់កុំឲ្យគ្រួសារនៅហ្នឹងបើនៅហ្នឹងក៏គ្នាប្តីនឹងទៅបាញ់នឹងទៅបោះអីអត់ចាអត់មានកម្លាំងចិត្តនឹងបាញ់បោះជាមួយថៃទេគាត់ថាឆ្អីណាបញ្ជូនពុនទៅហ៊ានចុះឲ្យអស់ចាគាត់មើលសភាពការអត់ស្រួលមេគាត់ថាអញ្ចឹងនាំប្រពន្ធវាចុះឲ្យអស់កុំឲ្យវានៅបើវានៅប្តីវាអត់មានកម្លាំងទប់ទល់មួយថៃទេព្រោះអីទី1គាត់អារម្មណ៍ពីកូនពីគ្រួសារប្តីប្រពន្ធគាត់ខ្ញុំដូចជាអត់សូវភ័យមានអារម្មណ៍ថាខ្ញុំមានអារម្មណ៍ថាដូចគេនាំរត់ក៏ខ្ញុំរត់ទៅមួយគេតែបើគេអត់នាំទៅខ្ញុំក៏ទ្រាំនៅខ្ញុំថាបើផ្ទុះឌីងដុងអីមិនខ្ញុំចូលក្នុងលូចាតែបើខ្ញុំភ័យតែកូនខ្ញុំនឹងចៅនឹងកូនប្រសាហើយវាអត់ចេះលូនកេះក្រាបដូចខ្ញុំណាវាពិបាកដោយថាយើងនៅលើភ្នំណាចុះឡើងអីពិបាកគ្នាអត់ម៉ូតូអត់អីណាពិបាកលើភ្នំបើដូចអ្នកសែនដីជាហ្នឹងគេមានដីរៀបដីអីគេស្រួលឡើងចុះចាដូចខ្ញុំនឹងភ្នំនោះពិបាកហើយគ្នាប្រជាជនអត់សូវមានស្រែមានចង្ការទេប្រជាជនសរុប410ប្រជាជនរួមសរុបចា410គ្រួសារ95ដូចថាភូមិមរកតខ្ញុំអត់មានណាទៅថៃដូចថាត្រឹមកំពង់សោមអីនៅហើយភ្នំពេញមានចាបើថាទៅខាងថៃអត់មានទេ50%ចុះមកនៅ50%ចាដូចថាគេចុះនៅសំណាក់ទៅខ្សានទៅដូចថាសង្គមថ្មីគូលែនចាដូចថាអ្នកនៅលឺនេះអត់ចុះ50%ចុះ50%មិនន័យថាពីពេលដែលកើតហេតុភ្លាមហ្នឹងចុះមកទាំងអស់លើហ្នឹងឡើងទៅវិញអស់50%ចាឡើងវិញខ្លះហើយដូចថាសភាពការស្រួលឡើងទៅខ្លះហើយវិញហើយឡើយណាភ័យបារម្ភដូចថាមានដីរៀបឯណាលុយចុះលឹងប្រមាណចិនរៈនោះគ្នានេះអត់មានអីជិះដូចអត់មានម៉ូតូអត់មានគូយន្តក៏គ្នាជិះតោមគេនេះឯងមកពេលដែលកើតហេតុពេលនោះមិញនៅខ្ញុំនៅផ្ទះឯក្រមចាខាងនោះ3ក5ចាពិបាកហើយយើងរត់លូនពិបាកខ្លាំងណាស់អ្នកមុំ3